ដេសចូលបម្រើជាមន្ត្រីរបស់អាណានិគមបារាំងនៅឆ្នាំ 1907 ហើយនៅឆ្នាំ 1908 គាត់ត្រូវបានរដ្ឋាភិបាលបារាំងបញ្ជូនមកកាន់ការងារនៅដែនដីកូសាំងស៊ីននៅឆ្នាំ 1923 លោកបាដេសបានទទួលតំណែងជាទេសាភិបាលស្ដីទីប្រចាំខេត្តព្រៃវែងទោះមានតំណែងជាទេសាភិបាលក៏ដោយលោកបាដេសមានឋានន្តរស័ក្តិត្រឹមតែជាមន្ត្រីថ្នាក់លេខ 3 គឺទាបជាងស័ក្តិរបស់ទេសាភិបាលដទៃទៀតដល់ទៅ2ថ្នាក់លោកបាដេសបានឆក់យកឱកាសពីការកាន់កាប់តំណែងជាទេសាភិបាលស្ដីទីប្រចាំខេត្តព្រៃវែងនេះក្នុងការជំរុញដណ្ដើមយកបុណ្យស័ក្តិខ្ពស់ឲ្យដូចជាទេសាភិបាលបារាំងដទៃទៀតដែរវិធីមួយដែលលោកបាដេសអនុវត្តក្នុងការចង់ឡើងបុណ្យស័ក្តិនេះគឺការខិតខំប្រមូលពន្ធដារឲ្យបានច្រើនដើម្បីផ្គត់ផ្គង់រដ្ឋការអាណានិគមបារាំងអាជ្ញាធរបារាំងនាសម័យនោះដំឡើងនឹងរឹតបន្តឹងការយកពន្ធអាករលើគ្រប់ផលិតផលនិងគ្រប់សកម្មភាពទាំងអស់លោក David Chandler សរសេរថាពន្ធអាភៀនស្រាសនិងអំបិលត្រូវគេប្រមូលយកទៅបញ្ចូលក្នុងថវិការបស់ឥណ្ឌូចិនទាំងមូលបារាំងក៏បង្ខំឲ្យប្រជារាស្ត្របង់ថ្លៃក្នុងមុខរបររកស៊ីនេសាទក្នុងការលក់ទំនិញផ្សេងៗនិងបង់ថ្លៃកាតជាដើមនៅសល់ពន្ធមួយប្រភេទទៀតដែលបារាំងយកច្រើនមែនទែននៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាគឺពន្ធស្រូវចំណែកលោកដឹកគៀមដែលជាអ្នកនិពន្ធសៀវភៅប្រឡោមលោករឿងភូមិដេរឆានបានសរសេរថាបារាំងមិនគ្រាន់តែដំឡើងពន្ធទេគេថែមទាំងបង្កើតពន្ធថ្មីដទៃទៀតដូចជាគេយកពន្ធលើរទេះគោជាដើមនៅមុនឆ្នាំ 1920 ព្រះរាជាចាត់តាំងតំណាងរបស់ព្រះអង្គដែលគេហៅថាអុកញ៉ាលួងពីរាជធានីភ្នំពេញឲ្យចុះទៅប្រមូលពន្ធស្រូវនេះនៅតាមមូលដ្ឋានប្រជាកសិករត្រូវបង់ពន្ធស្រូវនេះជាប្រាក់ស្មើនឹង 10% នៃទិន្នផលស្រូវដែលគេធ្វើបានក្នុងមួយឆ្នាំតែរយៈកាលក្រោយឆ្នាំ 1920 រដ្ឋការបារាំងបានផ្លាស់ប្ដូរប្រព័ន្ធប្រមូលពន្ធស្រូវនេះវិញដោយប្រគល់ភារកិច្ចទៅឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវវិញមិនចាំបាច់បញ្ជូនពួកអុកញ៉ាលួងពីភ្នំពេញទៅខេត្តនានាដូចមុនទៀតទេប្រព័ន្ធយកពន្ធថ្មីដោយអាជ្ញាធរមូលដ្ឋាននេះអ្វីត្បិតតែបានកាត់បន្ថយបែបបទការិយាល័យធិបតេយ្យបានខ្លះក៏ដោយតែក៏បានធ្វើឲ្យប្រាក់ចំណូលពីការបង់ពន្ធនេះបានថយចុះការបង់ពន្ធនៃខេត្តព្រៃវែងក្រោមការគ្រប់គ្រងបណ្ដោះអាសន្នរបស់លោកលីវីបាដេសក៏បានថយចុះដែរពន្ធស្រូវនៅខេត្តព្រៃវែងទាំងមូលនៅឆ្នាំ 1923 ប្រមូលបានតែចំនួន 120,000 រៀលតែប៉ុណ្ណោះឆ្លៀតឱកាសនេះលោកបាដេសដែលបានព្យាយាមផ្គត់ផ្គុនយកមុខយកមាត់ជាមួយចៅហ្វាយនីរបស់ខ្លួនខិតខំប្រមូលពន្ធបានចំនួន 10,000 រៀលបន្ថែមទៀតនៅឆ្នាំ 1924 ស្នាដៃដ៏លេចធ្លោរបស់លោកលីវីបាដេសពីខេត្តព្រៃវែងបានធ្វើឲ្យទេសាភិបាលបារាំងនៃខេត្តដទៃទៀតមានការអាម៉ាស់មុខចំពោះចៅហ្វាយនីហើយក៏បានធ្វើឲ្យប្រជារាស្ត្រខ្មែររងទុក្ខវេទនាកាន់តែខ្លាំងឡើងថែមទៀតផងនៅខែវិច្ឆិកាឆ្នាំ 1924 បារាំងបានដាក់ចេញនូវច្បាប់យកពន្ធថ្មីមួយទៀតគឺពន្ធលើដីដែលមិនប្រកបរបរអាជីវកម្មនៅពេលដំណើរគ្នានោះដែរលោកលីវីបាដេសក៏បានត្រូវផ្លាស់ឲ្យទៅកាន់ការជាទេសាភិបាលប្រចាំខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលបារាំងចាត់ទុកថាពិបាកប្រមូលពន្ធជាងគេនៅឆ្នាំ 1925 នោះខេត្តកំពង់ឆ្នាំងមានតែ 5 ស្រុកទេហើយមានប្រជារាស្ត្ររស់នៅប្រមាណតែ 120,000 នាក់តែប៉ុណ្ណោះឃុំក្រាំងលាវទីដែលលោកលីវីបាដេសត្រូវគេវាយសម្លាប់នោះស្ថិតនៅក្នុងស្រុករលាភៀនៃខេត្តកំពង់ឆ្នាំងនេះឯងនៅដើមឆ្នាំ 1925 មានមន្ត្រីខ្មែរម្នាក់ដែលបារាំងបញ្ជូនឲ្យទៅប្រមូលពន្ធនៅឃុំក្បែរឃុំក្រាំងលាវនោះត្រូវប្រជារាស្ត្រប្រមាណពី 50 ទៅ 60 នាក់ព្រួតគ្នាវាយឡើងទ្រាំខ្លួនម្ដងរួចទៅហើយនាពេលនោះលោកលីវីបាដេសដែលជាទេសាភិបាលខេត្តកំពង់ឆ្នាំងថ្មីមិនបានយកទោសពីអ្វីដល់ប្រជារាស្ត្រទាំងនោះទេតែលោកបានបន្ទោសមន្ត្រីខ្មែរដែលត្រូវប្រជារាស្ត្រវាយទាត់ធាក់នោះថាមិនមានវិធីសាស្ត្រល្អក្នុងការទារពន្ធហើយប្រកាន់រឹកមិនសមសួនជាមួយប្រជារាស្ត្រទៅវិញរបាយការណ៍មួយចំនួនបានឲ្យដឹងថាលោកនោះបានប្រាប់ទៅស្រីៗក្នុងភូមិថាបើគ្មានលុយសម្រាប់បង់ពន្ធទេគួរតែទៅធ្វើស្រីខូចទៅដើម្បីយកលុយបង្គ្រប់ពួកស្រីៗនៅក្នុងភូមិនោះខឹងជាខ្លាំងហើយតបទៅវិញថាពួកខ្ញុំទៅធ្វើជាស្រីខូចគ្មាននរណាគេយកទេព្រោះពួកខ្ញុំអាក្រក់ទាល់តែប្រពន្ធលោកឯងដែលស្អាតមានមាសពេជ្រពាក់
ហើយមានទឹកអប់លាបផងទើបពួកប្រុសចូលចិត្តយកដោយមានរឿងបែបនេះទើបលោកបាដេសមិនយកទោសបីអ្នកស្រុកហើយបន្ទោសមន្ត្រីខ្មែរនោះថាមិនចេះរបៀបការទូតទៅវិញទើបអ្នកស្រុកវាយក៏ប៉ុន្តែវាសនារបស់លោកបាដេសខ្លួនឯងអាក្រក់ជាងមន្ត្រីខ្មែរនោះទៅទៀតដោយលោកមិនត្រឹមតែអ្នកស្រុកវាយឲ្យទ្រាំខ្លួនទេតែវាយទាល់តែស្លាប់តែម្ដងនៅពេលដែលគាត់ទៅប្រមូលពន្ធខ្លួនឯងនៅឃុំក្រាំងលាវនៅខែមេសាឆ្នាំ1925ប៉ាល់នៃឃុំក្រាំងលាវបានទទួលសម្បត្តិពីខេត្តមកឲ្យលោកប្រមូលអ្នកស្រុកអ្នកភូមិរបស់លោកណាដែលមិនទាន់បង់ពន្ធឲ្យទៅជួបជុំគ្នានៅសាលាឃុំក្រាំងលាវនៅថ្ងៃទី18ខែមេសាឆ្នាំ1925នៅវេលាម៉ោង 7 ព្រឹកដើម្បីរងចាំទទួលលោកទេសាភិបាលបាដេសក្រោយពីបានទទួលសម្បត្តិនោះភ្លាមលោកមេឃុំប៉ាល់បានពិភាក្សាគ្នាជាមួយជំទប់របស់លោកហើយបានចាត់គ្នាឲ្យដើរប្រាប់កូនឃុំរបស់លោកឲ្យបានដឹងអំពីដំណឹងនេះប្រជារាស្ត្រដែលមិនទាន់បានបង់ពន្ធទោះបីជាមិនចង់ទៅជួបលោកបាដេសក៏ត្រូវតែបង្ខំចិត្តទៅដែរត្បិតបទបញ្ជាពីថ្នាក់លើបានចែងច្បាស់ថាអ្នកដែលគេចវេះមិនព្រមទៅបង្ហាញខ្លួននៅសាលាឃុំនៅថ្ងៃទី18មេសានោះប្រសិនបើរាជការចាប់បានទៅថ្ងៃក្រោយនឹងត្រូវទទួលពិន័យមួយជា2ជា3ព្រោះអ្នកនោះត្រូវចាត់ទុកថាមិនគោរពកោតញញើតចំពោះលោកធំបារាំងដែលជាតំណាងរាជការអាណាព្យាបាលលើប្រទេសកម្ពុជាពេលវេលាដែលលោកបាដេសកំណត់សម្រាប់ចុះទៅយកពន្ធដោយខ្លួនឯងនេះមិនសូវជាល្អប៉ុន្មានទេត្បិតវាជាន់គ្នាទៅនឹងការរៀបចំទទួលពិធីចូលឆ្នាំប្រពៃណីរបស់ជនជាតិខ្មែរលោកទេសាភិបាលបាដេសបានទៅដល់ឃុំក្រាំងលាវនៅវេលាប្រមាណម៉ោង 8 ព្រឹកនៃថ្ងៃទី10រួចខែចែកឆ្នាំឆ្លូវស័ព្ទស័កពុទ្ធសករាជ2468ត្រូវនឹងថ្ងៃទី18ខែមេសាឆ្នាំ1925រួមដំណើរជាមួយនឹងលោកបាដេសនាឱកាសនោះគឺថៃបកម្នាក់ឈ្មោះសួនកងរក្សាស្រុកម្នាក់ឈ្មោះឡាចនិងចុងភៅជាជនជាតិវៀតណាមម្នាក់ផងលោកមេឃុំប៉ាល់រួមជាមួយនឹងព្រះតេជគុណទីចៅអធិការវត្តក្រាំងលាវព្រមទាំងអ្នកចាស់ទុំនៅក្នុងឃុំ 4-5 នាក់ទៀតបានមកជួបជុំគ្នានៅលើសាលាឃុំក្រាំងលាវតាំងពីព្រឹកព្រលឹមម្លេះចំណែកនៅជុំវិញសាលាឃុំមានអ្នកស្រុកប្រមាណ500នាក់បានមកអង្គុយចាំលោកធំបារាំងក្រោមកម្ដៅថ្ងៃហែងនៃខែចែករួចជាស្រេចទៅហើយគ្រាន់តែបានជួបមុខលោកមេឃុំប៉ាល់ភ្លាមលោកបាដេសបានបន្ទោសគាត់ថាអ្នកឃុំក្រាំងលាវនេះបង់ពន្ធបានតិចណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះលោកមេឃុំប៉ាល់និងព្រះតេជគុណទីព្រះចៅអធិការវត្តក្រាំងលាវបានតបទៅលោកបាដេសដោយអង្វរករវិញថាអ្នកស្រុកក្រណាស់គ្មានលុយបង់ពន្ធទេគ្រាន់តែឮពាក្យនេះភ្លាមលោកបាដេសក៏លើកដៃចង្អុលទៅវិហារវត្តក្រាំងលាវដែលទើបតែជួសជុលរួចថ្មីដោយការឧបត្ថម្ភចូលបុណ្យរបស់អ្នកស្រុករបៀបចំអកលក់លើយដាក់លោកមេឃុំនិងលោកចៅអធិការវត្តបន្ទាប់មកទៀតលោកបាដេសក៏បានបញ្ជាឲ្យលោកមេឃុំប៉ាល់អានសេចក្តីប្រកាសអំពីការបង់ពន្ធដល់ប្រជារាស្ត្រដែលបានមកជួបជុំគ្នានៅពេលនោះអានចប់លោកមេឃុំប៉ាល់និងព្រះតេជគុណទីត្រូវលោកបាដេសបញ្ជាឲ្យធ្វើសេចក្តីថ្លែងការណ៍មួយទៀតទៅកាន់អ្នកស្រុកថាទាំងអស់គ្នាត្រូវតែបង់ពន្ធឲ្យបារាំងឲ្យបានគ្រប់គ្នាព្រោះយើងម្នាក់ត្រូវគោរពឪពុកម្ដាយរបស់ខ្លួនហើយពេលនេះគឺបារាំងនេះហើយដែលជាឪពុកម្ដាយរបស់យើងទាំងអស់គ្នាក្រោយនោះស្មៀនឃុំក៏បើកបញ្ជីហៅឈ្មោះអ្នកជាប់បង់ពន្ធឲ្យចូលទៅបង់ពន្ធនៅចំពោះមុខលោកទេសាភិបាលដែលកំពុងអង្គុយគងអន្ទាក់ខ្លាសម្លឹងមើលមុខអ្នកស្រុកយ៉ាងមានអំណាចឈ្មោះចេះតែហៅតែគ្មានអ្នកស្រុកណាម្នាក់ងើបឡើងយកលុយទៅបង់ពន្ធទេលោកបាដេសបានចាប់ផ្ដើមបញ្ចេញអាការៈក្រែវក្រោធហើយបញ្ជាឲ្យទៅចាប់ប្រុស3នាក់ដាក់ខ្នោះទុកជាចំណាប់ខ្មាំងទាល់តែអ្នកស្រុកយកលុយមកបង់ពន្ធទាំងអស់គ្នាទើបលែងវិញនៅប្រមាណម៉ោង 10 ព្រឹកលោកបាដេសបានផ្ញើសារមួយទៅខេត្តដែលស្ថិតនៅចម្ងាយ14 គីឡូម៉ែត្រពីឃុំក្រាំងលាវសូមឲ្យគេបញ្ជូនទាហានមកជួយធ្វើអន្តរាគមន៍ក៏ប៉ុន្តែទម្រាំតែសម្បត្តិលោកបាដេសទៅដល់ខេត្តហើយទម្រាំតែចាត់ចែងរួចក្រុមទាហានទាំងនោះចេញដំណើរមកពីខេត្តនៅពេលរសៀលបន្តិចទៅហើយមិនអាចមកទាន់ការធ្វើឃាតទៅលើលោកបាដេសបានឡើយម៉ោងបាយថ្ងៃត្រង់ទៅហើយអ្នកស្រុកក៏នៅមិនទាន់មានលុយទៅបង់ពន្ធដើម្បីលួសយកបុរស3នាក់ដែលលោកបាដេសដាក់ខ្នោះនៅលើសាលាឃុំនោះដែរ
ចុងភៅវៀតណាមរបស់លោកបាដេសបានរៀបចំបាយជូនលោកបាដេសរួចជាស្រេចពេលត្រឡប់មកពីបាយថ្ងៃត្រង់វិញលោកបាដេសបានឃើញស្ត្រីម្នាក់អង្គុយចាំលោករួចជាស្រេចទៅហើយស្ត្រីនោះឈ្មោះប៊ីជាភរិយារបស់អ្នកទោសម្នាក់ដែលជាប់ខ្នោះនាងប៊ីសូមជួបលោកបាដេសដោយយកប្រាក់ដែលនាងទើបខ្ចីបានពីប្រពន្ធលោកមេឃុំប៉ាល់ទៅលួសយកប្តីរបស់នាងដើម្បីឲ្យបានទៅបរិភោគបាយថ្ងៃត្រង់ដែរបងលុយរួចហើយក៏លោកបាដេសមិនដោះលែងប្តីគាត់ទៀតការជជែកតវ៉ាយ៉ាងតឹងតែងមួយរវាងនាងប៊ីនិងលោកបាដេសក៏បានចាប់ផ្ដើមឡើងតាមរយៈថៃបកសួនបើតាមឯកសារលោកដឹកគៀមអ្នកនិពន្ធសៀវភៅរឿងភូមិដេរឆាននាឱកាសនោះនាងប៊ីបានសួរទៅលោកបាដេសថាលោកថាបើមានលុយបងពុនឲ្យរួចពីការខំខាំងឥឡូវនេះខ្ញុំបងលុយរួចហើយមិនលែងប្តីខ្ញុំលោកបាដេសក៏តបទៅវិញថាលែងមិនបានទេទាល់តែអ្នកដទៃទៀតយកលុយមកបងគ្រប់គ្នាសិនទើបដោះលែងជាមួយគ្នាតែម្ដងនាងប៊ីក៏បាននិយាយសោកទៅឲ្យបារាំងថែមទៀតដូចនេះយេលោកបារាំងលោកឯងអាងសះលោកត្រួតក្បាលលើខ្មែរលោកចង់ជន់ខ្មែរថ្មើរណាបានថ្មើរនឹងឬតើលោកទុកខ្មែរជាមនុស្សដូចលោកដែរឬមួយជាសម្រាមមិនស្មើបាតជើងលោកទេក្រោយពីថៃបកសួនបកប្រែសេចក្តីដែលនាងប៊ីនិយាយប្រាប់ហើយលោកបាដេសក៏កើតក្តីក្តៅក្រហាយហើយក៏បញ្ជាឲ្យគេចាប់នាងប៊ីដាក់ខ្នោះនាងប៊ីមិនព្រមឲ្យគេចាប់នាងងាយបានឡើយស្ថានភាពវឹកវរជ្រួលច្របល់ក៏បានចាប់ផ្ដើមឡើងលោកបាដេសបញ្ជាឲ្យកងរក្សាស្រុកបាញ់នាងប៊ីទីហ៊ាននោះលើកកំភ្លើងឡើងបំរុងនឹងកេះកៃបាញ់ទៅហើយស្រាប់តែអ្នកស្រុកស្ទុះងើបមកព្រូគៀសកណុងទៅលើបាញ់ធ្លុះដំបូលសាលាឃុំកំភ្លើងនោះក៏ធ្លាក់ទៅដីអ្នកស្រុកក៏ចាប់ផ្ដើមព្រួតគ្នាវាយកងរក្សាស្រុកឡាចទាល់តែស្លាប់មួយរំពេចរួចហើយពួកគេក៏នាំគ្នាដកបង្គោលរបងសាលាឃុំដេញសំពងលោកបាដេសទាល់តែហូរឈាមពេញខ្លួនស្លាប់ភ្លាមនៅនឹងកន្លែងថៃបកសួនចង់ព្យាយាមរត់គេចដែរតែត្រូវអ្នកស្រុកដេញតាមរួចវាយឲ្យស្លាប់ក្រោយគេបង្អស់ចំណែកចុងភៅរបស់លោកជាជនជាតិវៀតណាមនោះបានគេចខ្លួនរួចហើយរត់ទៅដល់ទីរួមខេត្តកំពង់ក្រោយពេលសម្លាប់លោកទេសាភិបាលបាដេសនិងអ្នកជំនួយការរបស់គាត់ពីរនាក់ទៀតរួចហើយអ្នកស្រុកបាននាំគ្នាចាក់ចេញពីឃុំក្រាំងលាវឆ្ពោះទៅខេត្តកំពង់ឆ្នាំងក្នុងគោលបំណងទៅវាយលុកពួកបារាំងដល់ទីរួមខេត្តតែម្ដងលោកសុកវិទអ្នកចូលរួមម្នាក់ក្នុងព្រឹត្តិការណ៍ថ្ងៃទី18ខែមេសាឆ្នាំ1925នៅឃុំក្រាំងលាវនោះបាននិយាយប្រាប់លោក David Chandler ថានាឱកាសនោះអ្នកឃុំក្រាំងលាវមានទឹកចិត្តពុះពោសម្បើមណាស់ពួកគេនាំគ្នាលើកទ័ពទៅកាន់ខេត្តកំពង់ឆ្នាំងខ្លះដើរដោយជើងខ្លះជិះរទេះគោដែលមានចំនួនសរុបទាំងអស់ដល់ទៅជាង100រទេះក៏ប៉ុន្តែក្បួនទ័ពកសិករនៃឃុំក្រាំងលាវត្រូវទីហ៊ានខេត្តដែលលោកបាដេសសរសេរសម្បត្តិហៅមកនោះបំបែកឲ្យខ្ចាត់ខ្ចាយអស់នៅពាក់កណ្ដាលផ្លូវរួចនាំគ្នាត្រឡប់មកភូមិក្រាំងលាវវិញ5ថ្ងៃក្រោយមកគឺនៅថ្ងៃទី23ខែមេសាព្រះមហាក្សត្រស៊ីសវ័តទ្រង់បានចេញព្រះរាជប្រកាសមួយថ្កោលទោសដល់អ្នកឃុំក្រាំងលាវហើយនៅថ្ងៃទី27ខែមេសាព្រះអង្គទ្រង់បានចេញសេចក្តីត្រាស់បង្គាប់មួយផ្សេងទៀតដែលមាន10មាត្រាដាក់ទណ្ឌកម្មទៅលើអ្នកឃុំក្រាំងលាវនេះដើម្បីទុកជាឯកសារទៅថ្ងៃក្រោយយើងសូមរៀបរាប់សេចក្តីប្រកាសនោះជូនទាំងស្រុងហើយដើម្បីរក្សាទម្រង់ដើមនៃឯកសារនេះយើងមិនផ្លាស់ពាក្យពេចន៍នៃឯកសារដើមនោះទេទោះបីជាគេបានប្រើប្រាស់ភាសាបារាំងខ្លះលាយក៏ដោយឧទាហរណ៍គេហៅខែមេសាថាខែអាវ្រីលគេប្រើពាក្យ budget ជំនួសពាក្យថវិកាជាដើមជាបន្តទៅនេះគឺជាខ្លឹមសារនៃសេចក្តីត្រាស់បង្គាប់របស់ព្រះបាទស៊ីសវ័តដាក់ទណ្ឌកម្មអ្នកឃុំក្រាំងលាវប្រការ1ត្រាស់បង្គាប់ជាដាច់ខាតឲ្យមនុស្សជាតិខ្មែរដែលសប្តាហ៍ថ្ងៃនៅចុះបញ្ជីនៅឃុំក្រាំងលាវទាំងប៉ុន្មានឲ្យត្រឡប់ចូលមកផ្ទះសម្បែងខ្លួនវិញកំណត់15ថ្ងៃគិតតាំងពីថ្ងៃទី30ខែអាវ្រីលឆ្នាំ1925បើហួសកំណត់15ថ្ងៃដែលដាក់កម្រិតដូចមានខាងលើនេះហើយឈ្មោះណាមិនប្រតិបត្តិតាមពរាជអង្គការនេះទេនោះនឹងត្រូវមានទោសគុកកំណត់ពី3ខែទៅ3ឆ្នាំហើយមួយទៀតរបស់ទ្រព្យអ្នកទាំងប៉ុន្មាននឹងទុកជារបស់ទ្រព្យគ្មានម្ចាស់ហើយនឹងបញ្ចូលទៅក្នុងពរាជទ្រព្យដែលទ្រង់នឹងសម្រេចឲ្យធ្វើដោយម្ដេចបង្គាប់ទៅថ្ងៃក្រោយប្រការ2
តាំងពីថ្ងៃទី30ខែអាវ្រីលឆ្នាំ1925តទៅទាល់តែដល់មានបង្គាប់ថ្មីទៀតឃុំក្រាំងលាវត្រូវប្រែឈ្មោះហៅថាឃុំដេរិឆានវិញកំណត់10ឆ្នាំយ៉ាងតិចប្រការ3ក្នុងកំណត់10ឆ្នាំនេះខ្មែរទាំងអស់ដែលសពថ្ងៃចុះបញ្ជីក្បាលភូមិក្នុងភូមិក្រាំងលាវត្រូវតែចុះបញ្ជីនៅឃុំដេរិឆានហើយត្រូវមានទីលំនៅនៅក្នុងឃុំនេះនិងសុំទៅនៅឯណាទៀតដោយមានហេតុដូចម្ដេចក្តីឬសុំចុះបញ្ជីនៅឃុំណាមួយឯទៀតក្នុងបរិយានគរពុំបានឡើយបើមិនប្រតិបត្តិតាមសេចក្តីបញ្ញត្តិដូចមានសម្ដែងខាងលើនេះនឹងត្រូវមានទោសគុកពី1ឆ្នាំទៅ5ឆ្នាំហើយត្រូវខូចសម្បត្តិទ្រព្យដោយមានពណ៌នាក្នុងបរិយាប្រកាសនេះត្រង់ប្រការមួយផងថែមទៀតប្រការ4ក្នុងរវាង5ឆ្នាំអ្នកដែលចុះបញ្ជីក្នុងឃុំដេរិឆាននៅវេលាដែលបង់ពន្ធថ្លៃខ្លួននឹងទទួលកាតមួយផ្សេងពណ៌សមានអមខ្មៅជុំវិញហើយពណ៌ខ្មៅនេះមានទទឹង1សង់ទីម៉ែត្រប្រការ5នៅថ្ងៃណាមួយដែលនឹងសម្រេចជាក្រោយនោះនឹងធ្វើបុណ្យទទួលទោសនៅទីវត្តក្នុងឃុំដេរិឆានគឺវត្តដែលនៅជិតសាលាឃុំក្នុងឱកាសបុណ្យនោះឲ្យមានខ្លួនបណ្ដារាស្ត្រក្នុងឃុំគ្រប់គ្នាទាំងអស់និងខានមិនបានឯរបៀបត្រូវធ្វើបុណ្យនេះដូចមានខាងក្រោយកនៅថ្ងៃចូលបុណ្យនោះពេលម៉ោង18គឺម៉ោង6ល្ងាចលោកសង្ឃ100អង្គសូត្រមន្តខនៅថ្ងៃចូលបុណ្យខ1ពេលម៉ោង9ព្រឹកដាឆាន់មានចំនួនលោកសង្ឃ100អង្គខ2ពេលម៉ោង15គឺម៉ោង3រសៀលរាជាគណៈមួយអង្គទៅពីក្រុងភ្នំពេញសម្ដែងធម៌ទេសនាខ3ពេលម៉ោង16គឺម៉ោង4រសៀលបាំងស្គរខ4ពេលម៉ោង16កន្លះគឺម៉ោង4កន្លះរសៀលមេឃុំនិងក្រុមការឃុំក្រាំងលាវសូត្រសេចក្តីសុំទោសមួយច្បាប់ដែលកុងសីសេនាបតីតែងសម្រេចក្នុងវេលាដែលជួបជំនុំធំខ5ពេលម៉ោង17គឺម៉ោង5រសៀលប្រគេនតេយ្យធម៌ខ6ពេលម៉ោង17កន្លះគឺម៉ោង5កន្លះរសៀលសូត្រយថាប្រការ6ដើម្បីនឹងរំលឹកការដែលធ្វើបុណ្យងាននេះត្រូវសាងចេតិយមួយរៀបឥដ្ឋនៅទីដែលកើតបទឧក្រិដ្ឋសម្លាប់នោះលើចេតិយនោះត្រូវដាក់ស្លោក1ធ្វើពីថ្មកែវឬថ្មសម្រាប់កត់ជាអក្សរបារាំងសេសនិងអក្សរខ្មែរសេចក្តីមួយដែលកុងសីសេនាបតីនឹងជំនុំសម្រេចក្នុងវេលាជួបជំនុំធំចេតិយនេះត្រូវឲ្យឃុំដេរិឆានថែរក្សាឲ្យល្អពេលដែលប្រជាកសិករឃុំក្រាំងលាវបានព្រួតគ្នាវាយសម្លាប់លោកទេសាភិបាលបាដេសនិងអ្នកជំនួយការរបស់លោក2នាក់ទៀតរួចមកនៅថ្ងៃទី27ខែមេសាឆ្នាំ1925ព្រះមហាក្សត្រស៊ីសុវត្ថិទ្រង់បានចេញសេចក្តីត្រាស់បង្គាប់មួយដែលមាន10ប្រការដាក់ទណ្ឌកម្មទៅលើអ្នកឃុំក្រាំងលាវនៅក្នុងប្រការមួយព្រះអង្គទ្រង់បង្គាប់ឲ្យអ្នកក្រាំងលាវទាំងអស់វិលចូលមកកាន់លំនៅឋានវិញមិនឲ្យហួសពី15ថ្ងៃគិតចាប់តាំងពីថ្ងៃទី30ខែមេសាឆ្នាំ1925តទៅប្រការ2តម្រូវឲ្យដូរឈ្មោះឃុំក្រាំងលាវឲ្យទៅជាឃុំដេរិឆានវិញប្រការ3បានហាមឃាត់មិនឲ្យមនុស្សដែលរស់នៅក្នុងឃុំក្រាំងលាវផ្លាស់ប្ដូរទៅនៅទីផ្សេងទៀតឡើយប្រការ4បានចែងថាអ្នកឃុំក្រាំងលាវទាំងអស់ត្រូវពាក់កាតសមានអមខ្មៅជុំវិញជាសញ្ញានៃការកាន់មរណទុក្ខចំពោះលោកបាដេសប្រការ5តម្រូវឲ្យប្រជារាស្ត្រឃុំក្រាំងលាវទាំងអស់ចូលរួមធ្វើបុណ្យឧទ្ទិសដល់លោកបាដេសជារៀងរាល់ឆ្នាំប្រការ6បង្គាប់ឲ្យសង់ចេតិយថ្មមួយនៅទីដែលលោកបាដេសត្រូវបានគេវាយសម្លាប់ដោយមានឆ្លាក់អក្សរខ្មែរនិងអក្សរបារាំងផងជាបន្តទៅនេះគឺជាខ្លឹមសារទាំងស្រុងនៃសេចក្តីត្រាស់បង្គាប់របស់ព្រះបាទស៊ីសុវត្ថិពីប្រការ7ដល់ប្រការទី10ប្រការ7ក្នុងរវាង10ឆ្នាំតាំងពីថ្ងៃដែលកសាងចេតិយរួចស្រេចហើយនោះក្នុងមួយឆ្នាំនៅថ្ងៃទី18ខែអាវ្រីលត្រូវធ្វើបុណ្យរំលឹកពីបទឧក្រិដ្ឋនេះតាមរបៀបដែលបានបញ្ញត្តិនៅត្រង់ប្រការ5តែចំនួនសង្ឃក្នុងបុណ្យនេះឲ្យនៅតែមានត្រឹម50អង្គវិញប្រការ8ឯសហួយគ្រប់ជំពូកក្នុងការដែលធ្វើតាមបទបញ្ញត្តិក្នុងប្រការ5
6និង7នោះត្រូវបណ្ដារាជឃុំដេរិឆានទទួលចេញទាំងអស់បុត្រយេឃុំនោះត្រូវឲ្យមានកត់ចំនួនទឹកប្រាក់ឲ្យគ្រប់គ្រាន់សម្រាប់ចំណាយទៅថ្ងៃក្រោយឯចំនួនប្រាក់នោះនឹងយកទៅប្រើការចាយក្រៅពីការនេះពុំបានសោះឡើយហេតុនេះឃុំដេរិឆានត្រូវបង្កើតប្រាក់ចំណូលមួយផ្សេងដែលបណ្ដារាស្ត្រមានឈ្មោះក្នុងបញ្ជីទាំងប៉ុន្មានត្រូវបង់តែរាល់ខ្លួនឥតចន្លោះឈ្មោះណាឡើយហើយឯចំនួនទឹកប្រាក់ដែលបណ្ដារាស្ត្រម្នាក់ត្រូវបង់នោះត្រូវក្រុមជំនុំក្នុងឃុំសម្រេចរាល់ឆ្នាំបើក្រុមជំនុំក្នុងឃុំមិនបានកត់ចំនួនទឹកប្រាក់ដែលត្រូវការនឹងពន្ធដែលចម្រើនទឹកប្រាក់នោះក្នុងបុត្រទេរាជការរដ្ឋបាលដែលឃុំនោះត្រូវឡើងនឹងចាត់ចែងសម្រេចតាមការដើម្បីនឹងទប់ទល់ក្នុងឆ្នាំ1925នេះត្រូវឲ្យធ្វើបុត្រប្រធួនមួយជាប្រញាប់កំបីបង្អង់ប្រកាស9ឯព្រះរាជប្រកាសនេះត្រូវបិទកំណត់10ឆ្នាំនៅ20កន្លែងផ្សេងនៅក្នុងឃុំដេរិឆានឯបិទនេះត្រូវបិទឡើងវិញជាញឹកញយដើម្បីឲ្យមើលអក្សរបានជាដរាបបើនរណាមានចិត្តប្រាថ្នាធ្វើឲ្យខូចឬហែកព្រះរាជប្រកាសដែលបិទនោះនឹងត្រូវមានទោសដែលមានសម្រេចត្រង់មាត្រា301ក្នុងក្រមព្រហ្មទណ្ឌខេមរៈឯបញ្ញត្តិព្រះរាជប្រកាសនេះត្រូវឲ្យមេឃុំឬជំទប់ណាមួយយកទៅមើលនៅមុខបណ្ដារាស្ត្រដែលត្រូវប្រជុំមកស្ដាប់នៅគ្រប់ឃុំក្នុងនគរទាំងមូលប្រកាស10អ្នករាជការឃុំដេរិឆាននិងអ្នករាជការរដ្ឋបាលត្រួតត្រាលើឃុំនេះត្រូវទទួលខុសត្រូវផ្ទាល់ខ្លួនហើយទទួលចេញប្រាក់ផងបើមិនបានសម្រេចតាមសេចក្តីបញ្ញត្តិដែលមានសម្ដែងក្នុងព្រះរាជប្រកាសនេះបើសេចក្តីមិនសម្រេចតាមខណានីមួយបង្កើតឲ្យមានឡើងដែលហេតុតែអ្នករាជការនេះមិនយកចិត្តទុកដាក់ធ្វេសប្រហែសអ្នករាជការនេះនឹងត្រូវមានទោសគុកកំណត់ពី1ឆ្នាំទៅ5ឆ្នាំហើយនឹងពិន័យពី20រៀលទៅ100រៀលហើយនឹងត្រូវមានទោសខាងផ្លូវរាជការដែលកុងសីសេនាបតីនឹងសម្រេចឲ្យមាននោះផងទោសដែលមាននេះនឹងនាំឲ្យមានបង់ប្រាក់ផងហើយតាមពាក្យបណ្ដឹងពីសេនាបតីនឹងសម្រេចឲ្យមាននោះផងទោសដែលមាននេះនឹងនាំឲ្យមានបង់ប្រាក់ផងហើយតាមពាក្យបណ្ដឹងពីសេនាបតីក្រសួងយុតិធធម៌ហើយសាលាជំនុំមុខក្រសួងនឹងកាត់សេចក្តីឲ្យបង់ជំងឺចិត្តថែមទៀតឯប្រាក់ជំងឺចិត្តនេះនឹងត្រូវបញ្ចូលទៅក្នុងបុត្រយេឃុំដេរិឆានទុកតែសម្រាប់ចេញសហុយក្នុងការថែរក្សាជាដីរំលឹកនឹងខានពុំបានព្រះរាជប្រកាសធ្វើក្នុងព្រះបរមរាជវាំងចតុមុខភ្នំពេញនៅថ្ងៃ5កើតខែពិសាខឆ្នាំឆ្លូវសព្វស័កត្រូវគ្នានឹងថ្ងៃទី27ខែអាវ្រិលឆ្នាំ1925ព្រះស៊ីសុវត្ថិមរណភាពរបស់លោកទេសាភិបាលបាដេសបានធ្វើឲ្យរដ្ឋការអាណានិគមភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាកន្លងមកមិនមានអ្នកធម្មតាម្នាក់ត្រូវប្រជារាស្ត្រខ្មែរព្រួតវាយសម្លាប់ដូចនេះទេជនជាតិបារាំងដែលបំពេញការងារនៅស្រុកខ្មែរធ្លាប់មានគេលួចសម្លាប់ដែរតែភាគច្រើនជាស្នាដៃរបស់ពួកចៅប្លន់ឬបាវព្រាវបំរើក្នុងផ្ទះតែប៉ុណ្ណោះនេះគឺជាលើកទី1ហើយដែលអ្នកធំបារាំងម្នាក់ត្រូវប្រជារាស្ត្រមួយឃុំព្រួតគ្នាវាយសម្លាប់ទាំងកណ្ដាលថ្ងៃត្រង់ពេលចុះទៅបំពេញភារកិច្ចប្រមូលគុណព្រះមហាក្សត្រខ្មែរព្រះបាទស៊ីសុវត្ថិទ្រង់បានចាត់ឲ្យបុត្រារបស់ព្រះអង្គគឺព្រះអង្គម្ចាស់មុនីវង្សយាងចុះទៅត្រួតពិនិត្យដល់ឃុំក្រាំងលាវជាមួយនឹងមន្ត្រីបារាំងម្នាក់ទៀតឈ្មោះឆាសាងបន្ទាប់ពីនោះគឺនៅថ្ងៃទី27ខែមេសាឆ្នាំ1925ព្រះអង្គទ្រង់ចេញសេចក្តីត្រាស់បង្គាប់មួយដាក់ទណ្ឌកម្មទៅលើអ្នកឃុំក្រាំងលាវនៅដើមខែឧសភានៃឆ្នាំដដែលនោះប្រជារាស្ត្រឃុំក្រាំងលាវប្រមាណជាង200នាក់បានត្រូវអាជ្ញាធរកោះហៅទៅសួរចម្លើយបើតាមឯកសាររបស់លោកដឹកគៀមសរសេរថាអ្នកដឹកនាំសំខាន់នៃការវាយប្រហារទៅលើលោកបាដេសនេះមានគ្នាតែ2នាក់ទេគឺម្នាក់ឈ្មោះជួននិងម្នាក់ទៀតឈ្មោះនៅលោក David Chandler សរសេរថានៅត្រូវគេបាញ់សម្លាប់ហើយកាត់ក្បាលចោលនៅខែមិថុនាឆ្នាំ1925នោះក្រោយពីនៅបានត្រូវគេសម្លាប់ចោលហើយគាត់បានត្រូវគេចាត់ទុកថាជាមេចៅប្លន់សម្លាប់លោកទេសាភិបាលបាដេសទៅវិញចំណែកជួនត្រូវបានគេរកឃើញថាជាអ្នកផ្សំគំនិត
រួចបញ្ជូនទៅឃុំឃាំងនៅគុកកោះត្រឡាចហើយក៏បាត់ដំណឹងសូនឈឹងតាំងពីពេលនោះទៅនៅខែធ្នូឆ្នាំ1925អ្នកឃុំក្រាំងលាវចំនួន18នាក់ត្រូវគេកោះហៅឲ្យឡើងតុលាការនៅរាជធានីភ្នំពេញលោកសុកបិទដែលជាអ្នកចូលរួមម្នាក់ក្នុងព្រឹត្តិការណ៍ថ្ងៃទី18ខែមេសានៅឃុំក្រាំងលាវនោះដែលនៅរស់រានមានជីវិតបានប្រាប់លោក David Chandler ថាលោកត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន15ឆ្នាំដោយគ្រាន់តែបានដាល់លោកបាតដេសចំមុខមួយដៃនៅថ្ងៃកើតហេតុនោះតែប៉ុណ្ណោះក្រោយចេញពីគុកគាត់ក៏បានត្រឡប់ទៅរស់នៅឃុំក្រាំងលាវវិញហើយប្រកបរបររកស៊ីជាអ្នកឡើងត្នោតនិងធ្វើស្រែនៅទសវត្សរ៍ឆ្នាំ1940ពេលដែលចលនាប្រឆាំងនឹងបារាំងដឹងថាគាត់ធ្លាប់ដើរមន្ត្រីបារាំងហើយត្រូវបារាំងចាប់ដាក់គុកអស់15ឆ្នាំផងនោះពួកនោះខំព្យាយាមលបួងគាត់ឲ្យចូលរួមជាមួយចលនារបស់គេដែរតែគាត់ប្រកែកនៅក្នុងសវនាការជំនុំជម្រះករណីឃាតកម្មរបស់លោកទេសាភិបាលបាតដេសនានាពួកបារាំងបានខិតខំមិនបកស្រាយករណីសម្លាប់លោកបាតដេសថាបានបង្កឡើងដោយគោលនយោបាយទារពន្ធដារច្រើនហួសកម្រិតរបស់បារាំងនិងអំពីកត្តាលោកបាតដេសខ្លួនឯងទេតែគេបានបង្វែរសាច់រឿងនោះឲ្យទៅជាករណីប្លន់សម្លាប់ទៅវិញអាជ្ញាធរខ្មែរក៏បានប្រកាន់ជំហរនេះតាមបារាំងដែរព្រះរាជប្រកាសរបស់ព្រះបាទស៊ីសុវត្ថិចុះថ្ងៃទី27ខែមេសាបានចាត់ទុកថាលើរេស៊ីដង់ឌឺកំពង់ឆ្នាំងត្រូវមនុស្សអប្រិយវិឃាតក្នុងវេលាដើរដំណើរត្រួតការរាជការគឺពិឃាតមុខបណ្ដារាស្ត្រខ្មែរប្រការដែលអ្នកឃុំក្រាំងលាវមួយចំនួនត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារហើយអ្នកស្រុកមួយចំនួនទៀតត្រូវគេដាក់ទណ្ឌកម្មដែរនោះក៏ព្រោះតែរាជការយល់ថាមកពីបណ្ដារាស្ត្រខ្មែរឃើញចោលសម្លាប់លោកបាតដេសហើយនៅស្ងៀមធ្វើប្រងើយមិនទៅជួយការពារនោះទុកជាខ្លួនធ្វើខុសហើយផ្សំគំនិតផងលោក David Chandler អះអាងថាអ្វីដែលធ្វើឲ្យព្រឹត្តិការណ៍សម្លាប់លោកបាតដេសលេចធ្លោក្នុងប្រវត្តិសាស្ត្រខ្មែរគឺការដែលប្រជារាស្ត្រខ្មែរមានភាពវៃឆ្លាតផ្នែកនយោបាយដោយចេះនាំគ្នាក្រោកឈរឡើងធ្វើសកម្មភាពដើម្បីស្វែងរកអ្វីដែលពួកគេយល់ថាជាការផ្ដល់យុត្តិធម៌សម្រាប់ពួកគេបារាំងមិនទទួលយកទស្សនៈនេះទេបារាំងយល់ថាបើខ្មែរចេះរួបរวมគ្នាដើម្បីគ្រប់គ្រងខ្លួនឯងបាននោះមិនមែនខ្មែរត្រូវបរទេសចូលមកត្រួតត្រាបានរហូតនោះទេទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍សម្លាប់លោកទេសាភិបាលបាតដេសត្រូវបានគេចាត់ទុកថាជាវីរភាពគំរូមួយនៃសាមគ្គីភាពនៃកសិករខ្មែរក្នុងការប្រឆាំងនឹងការជិះជាន់របស់ពួកអាណានិគមនិយមបារាំងព្រឹត្តិការណ៍នេះក៏ត្រូវបានគេចងក្រងជាប្រឡោមលោករឿងភូមិដេរឆានរួចធ្លាប់បានគេចាត់ចូលក្នុងកម្មវិធីសិក្សានៃសាលាចំណេះទូទៅថែមទៀតផងការដូរឈ្មោះឃុំក្រាំងលាវឲ្យទៅជាឃុំដេរឆានតាមសេចក្តីត្រាស់បង្គាប់របស់ព្រះបាទស៊ីសុវត្ថិចុះថ្ងៃទី27ខែមេសាឆ្នាំ1925នោះក៏ត្រូវបានព្រះអង្គលុបចោលវិញតែក្នុងរយៈពេល8ខែក្រោយមកដោយព្រះអង្គទ្រង់បានចេញសេចក្តីប្រកាសមួយទៀតចុះថ្ងៃទី17ខែមករាឆ្នាំ1926លុបបំបាត់ចោលឈ្មោះឃុំដេរឆានហើយឲ្យហៅឃុំក្រាំងលាវដោយ